នៅចុងភូមិមួយមានផ្ទះឈើចាស់មួយខ្នងនៅដល់ឆ្ងាយពីគេហើយស្ថិតនៅក្បែរផ្លូវលំមួយដែលអ្នកស្រុកតែងតែធ្វើដំណើរឆ្លងកាត់ទៅមកជាប្រចាំផ្ទះនោះជាផ្ទះរបស់នាងសោភាស្ត្រីវ័យក្មេងម្នាក់ដែលមានប្តីឈ្មោះវីរៈពួកគេប្រកបរបរធ្វើស្រែចម្ការនៅខែវស្សានិងខែប្រាំងប្តីនាងតែងតែទៅធ្វើសំណង់ដើម្បីរកចំណូលបន្ថែមអ្នកស្រុកអ្នកភូមិស្រឡាញ់រាប់អាននិងអាណិតពីអ្នកប្តីប្រពន្ធមួយគូនេះណាស់ដោយសារតែពួកគេជាក្មេងកំព្រាមិនមានឪពុកម្ដាយនិងបងប្អូននោះទេម្យ៉ាងទៀតពួកគេជាមនុស្សល្អសុភាពរាបសារគោរពចាស់ទុំចេះយកអាសាអ្នកជិតខាងថ្ងៃមួយប្តីរបស់សុភាបានចាក់ចេញទៅធ្វើការនៅឯទីក្រុងដោយទុកនាងឲ្យនៅផ្ទះតែម្នាក់ឯងទោះនាងមានផ្ទៃពោះខ្វះតែ2 ខែទៀតឆ្លងទន្លេក៏ដោយព្រោះតែវីរៈជាប្តីគិតថាពេលប្រពន្ធឆ្លងទន្លេច្បាស់ណាស់ជាត្រូវការប្រាក់ច្រើនសម្រាប់ចំណាយមុនចេញទៅធ្វើការវីរៈជាប្តីបានផ្ដាំផ្ញើអ្នកជិតខាងឲ្យជួយថែរក្សាប្រពន្ធខ្លួនជំនួសខ្លួនផងមីងអ្នកជិតខាងប្រាប់វីរៈថាកុំបារម្ភអីក្មួយចាំពួកខ្ញុំឧស្សាហ៍មកលេងនិងសួរសុខទុក្ខប្រពន្ធក្មួយជាប្រចាំវីរៈបានអរគុណមីងនិងអ្នកជិតខាងយ៉ាងខ្លាំងរួចក៏បានលាប្រពន្ធនិងឡើងឡានចេញទៅធ្វើការបាត់ទៅអស់រយៈពេល1 ខែកន្លងផុតទៅនាងសូភារាល់ថ្ងៃតែងតែអង្គុយមើលផ្លូវប្តីទាំងចិត្តពោរពេញដោយក្តីសង្ឃឹមពួកគេតែងតែទូរស័ព្ទសួរសុខទុក្ខគ្នាជាប្រចាំវីរៈជាប្តីខិតខំធ្វើការសន្សំលុយមិនហ៊ានចំណាយផ្ដេសផ្ដាសនោះទេដោយក្នុងចិត្តគិតដល់តែប្រពន្ធនិងចង់ឃើញមុខកូនតែប៉ុណ្ណោះចំណែកអ្នកស្រុកអ្នកភូមិក៏តែងតែមកសួរសុខទុក្ខសុភាជាប្រចាំដែរនៅថ្ងៃមួយស្រីអ្នកជិតខាងបានយកម្ហូបអាហារឲ្យសុភានិងបានឃើញទឹកមុខនាងហាក់មិនស្រួលគាត់ក៏បានសួរនាងថាក្មួយមិនស្រួលខ្លួនមែនទេបើមិនស្រួលខ្លួនចាំយប់នេះមកដេកកំដរជាមួយក្មួយសុភាក៏ឆ្លើយតបទៅស្រីនោះវិញថាមិនអីទេខែក្រោយឯណោះទើបខ្ញុំឆ្លងទន្លេសុខភាពខ្ញុំល្អណាស់អរគុណច្រើនហើយក្រោយនិយាយគ្នាលេងមួយសន្ទុះស្រីនេះក៏បានលាសុភាទៅផ្ទះវិញនិងប្រាប់សុភាថាបើមានការអ្វីចូលក្មួយទូរស័ព្ទទៅគាត់នឹងប្រញាប់មកមើលជាបន្ទាន់នៅយប់នោះដែរនាងមានអារម្មណ៍ឈឺក្នុងពោះតិចតែសុភាបានលេបថ្នាំរួចចូលសម្រានជាធម្មតានៅម៉ោង 4 ទៀតភ្លឺមានភ្លៀងធ្លាក់មកមានខ្យល់ព្យុះផងសំឡេងផ្គររន្ទះលាន់ឮយ៉ាងខ្លាំងនាងចាប់ផ្ដើមឈឺក្នុងពោះហាក់បីចង់សម្រាលកូនមុនគ្រប់ខែនាងបានទ្រាំដោយគិតថាប្រហែលជាមិនអីទេចាំព្រឹកចាំទៅពេទ្យក៏បានទ្រាំកាន់តែយូរនាងកាន់តែឈឺឡើងនាងអស់កម្លាំងស្ទើរផុតដង្ហើមដោយសារតែឈាមនៅតែបន្តធ្លាក់មកយ៉ាងខ្លាំងដោយទ្រាំលែងបាននាងបានសម្រេចចិត្តទាញទូរស័ព្ទបំរុងខលទៅរកស្រីឲ្យជួយតែទូរស័ព្ទរបស់នាងអស់ថ្មរលត់បាត់ទៅហើយដោយនាងមិនបានសាកថ្មព្រោះតែចរន្តអគ្គិសនីបានដាច់តាំងពីថ្ងៃសំឡេងខ្យល់និងផ្គរលាន់គ្របដណ្ដប់លើសំឡេងឈឺចាប់របស់នាងដោយទ្រាំលែងបានសុភាបានដេកសន្លប់នៅលើថ្លុកឈាមមាន់បានរងាវថ្ងៃចាប់ផ្ដើមរះស្រីបានមកលេងសុភាដូចជារៀងរាល់ព្រឹកមកដល់ភ្លាមស្រាប់តែបានឃើញសុភាដេកសន្លប់គាត់បានទៅចាប់បីនាងនិងបានស្រែករកអ្នកស្រុកឲ្យមកជួយសុភាខំបើកភ្នែករួចផ្ដាំស្រីឲ្យហាប្តីនាងតែអ្វីហួសពេលទៅហើយចុងក្រោយនាងបានស្លាប់ទាំងកូននៅក្នុងផ្ទៃពោះដោយចិត្តនៅតែស្រឡាញ់និងអាឡោះអាល័យប្តីដែលមិនទាន់ត្រឡប់មកពីធ្វើការវិញអ្នកស្រុកបាននិមន្តលោកហៅតាអាចារ្យឲ្យធូបទៀននិងរៀបចំសាកសពឲ្យបានត្រឹមត្រូវស្រាប់តែមានឆ្មាខ្មៅមួយក្បាលមិនដឹងមកពីទីណាលោតកាត់សាកសពសុភាដែលជាប្រផ្នូលមិនល្អសោះដែលជំនឿចាស់តែនិយាយថាខ្មោចដែលត្រូវឆ្មាក្រឡងនោះនឹងក្លាយជាខ្មោចដែលលងសាហាវណាស់ដោយហេតុនេះហើយភ្លាមនោះមេភូមិបានតាក់ទងទៅវីរៈតែទូរស័ព្ទរបស់វីរៈមិនអាចខលចូលសោះដូច្នេះហើយទើបមេភូមិតាអាចារ្យនិងចាស់ក្នុងភូមិប្រញាប់ប្រញាល់បញ្ចុះសាកសពសុភាក្នុងថ្ងៃនោះតែម្ដងបន្ទាប់ពីសពសុភាត្រូវបានគេយកទៅបញ្ចុះរួចរាល់អ្នកស្រុកដែលធ្លាប់តែរាប់អានតែងតែមកបោះសម្អាតផ្ទះឲ្យសុភាព្រោះប្តីនាងមុនចេញទៅធ្វើការបានផ្ដាំផ្ញើហើយអ្នកស្រុកក៏តែងតែតាក់ទងទៅវីរៈតែទូរស័ព្ទរបស់វីរៈក៏មិនអាចតាក់ទងបាន
ពីដំបូងមិនទាន់មានហេតុការណ៍អ្វីទេទាល់តែគ្រប់7ថ្ងៃទើបមានហេតុការណ៍ប្លែកៗជាច្រើនដូចជាមានសំឡេងកូនង៉ែតយំពេលខ្លះបានឮសំឡេងបំពេកូនល្វើយចេញពីក្នុងផ្ទះទោះតែហេតុការណ៍នេះហើយទើបមានពាក្យចចាមអារាមតគ្នាថាសូភាស្លាប់ទាំងមានទម្ងន់ជាការស្លាប់តៃហោងហើយថែមទាំងមានឆ្មាខ្មៅលោតក្រឡងទើបធ្វើឲ្យវិញ្ញាណរបស់នាងមិនបានទៅណាឆ្ងាយពីផ្ទះដែលធ្លាប់រស់នៅជាមួយប្តីនោះទេទោះជាកាយរលត់ប៉ុន្តែចិត្តនៅតែជំពាក់នឹងពាក្យសន្យារបស់ប្តីបានធ្វើឲ្យប្រលឹងនាងនៅតែវិលវល់ទន្ទឹងរង់ចាំការវិលត្រឡប់របស់ប្តីនាងជារៀងរាល់ថ្ងៃដោយសារផ្ទះសុភានៅជាប់ផ្លូវចេញចូលភូមិទៅផ្សារពេលអ្នកស្រុកអ្នកភូមិធ្វើដំណើរឆ្លងកាត់មុខផ្ទះច្បាស់ជាត្រូវព្រឺរោមបាសសក់គ្រប់គ្នាជាពិសេសរាល់ពេលថ្ងៃត្រង់និងពេលព្រះអាទិត្យអស្តង្គតសំឡេងបំពេកូនយ៉ាងក្រលួចបន្លឺឡើងចេញពីក្នុងផ្ទះដែលបិទទ្វារជិតឈឹងកូនអើយគេងទៅចាំប៉ាមកវិញចាំប៉ាមកវិញប៉ាទិញនំផ្ញើពេលខ្លះគេឃើញនាងអង្គុយលើកាំចណ្ដាទាំងទឹកមុខស្លេកស្លាំងដៃម្ខាងបក់ហៅអ្នកដើរឬជិះម៉ូតូឆ្លងកាត់ដៃម្ខាងរបស់នាងបាន3កូនម្នាក់និងបានស្រែកហៅឲ្យពួកគេចូលមកលេងដោយសំឡេងល្វើយថាបងពូមីងចូលមកលេងខ្ញុំសិនមកពិសាទឹករួចចាំចេញទៅផ្ទះវិញនិងអ្នកខ្លះឃើញនាងឈរនៅមាត់បង្អួចបើកភ្នែកធំដាក់ប៉ុន្តែភ្នែករបស់នាងប្រែជាក្រហមច្រាលបង្កប់ដោយភាពឈឺចាប់និងបានស្រែកសួរពួកគេថាពូមីងបានឃើញប្តីខ្ញុំទេបើពូមីងបានឃើញប្រាប់គាត់ផងថាខ្ញុំសុខសប្បាយទេនិងបានបង្កើតកូនប្រុសម្នាក់មុខមាត់គួរឲ្យស្រឡាញ់ណាស់និងកុំឲ្យគាត់បារម្ភពីខ្ញុំអីទោះបីជាសុភាជាខ្មោចតែនាងមិនមែនជាខ្មោចកាយសាហាវនោះទេនិងមិនដែលលងបន្លាចអ្នកភូមិណាម្នាក់ម្ដងណាឡើយដោយសារតែការនៅរស់នាងមានភាពរួសរាយនិងឧស្សាហ៍ហៅអ្នកស្រុកជាការរាក់ទាក់រឿងដែលមនុស្សខ្លាចខ្មោចជារឿងធម្មតាទើបការបង្ហាញខ្លួនពេលសុភាស្លាប់ធ្វើឲ្យអ្នកភូមិរត់បាជើងនិងមិនហ៊ានរាប់អានជាមួយខ្មោចនោះទេទោះជាយ៉ាងណាក៏ដោយសុភាគឺមានការបារម្ភជាខ្លាំងគឺការដែលប្តីរបស់នាងដឹងការពិតរាល់ពេលដែលមានអ្នកណាម្នាក់ធ្វើដំណើរឆ្លងកាត់នាងតែងតែខ្សឹបដាក់ត្រចៀកពួកគេដោយសំឡេងត្រជាក់ស្រាប់ថាសូមបងសូមមីងកុំប្រាប់ប្តីខ្ញុំថាខ្ញុំស្លាប់អីបើអ្នកណាហ៊ានប្រាប់ខ្ញុំនឹងទៅរកអ្នកនោះដល់ផ្ទះតែម្ដងពាក្យសម្ដីនេះធ្វើឲ្យអ្នកភូមិទាំងមូលមានការចងចាំនិងរស់នៅក្នុងភាពភ័យខ្លាចជាខ្លាំងពួកគេមិនហ៊ានមាត់កនិងមិនហ៊ាននិយាយរឿងនោះឡើយព្រោះខ្លាចវិញ្ញាណខ្មោចនាងសុភាមកលងបន្លាចដល់គ្រួសាររបស់ពួកគេសុភានៅតែរៀបចំផ្ទះសម្បែងរងចាំប្តីត្រឡប់មកវិញហាក់បីដូចជានាងនៅមានជីវិតរស់នៅឡើយមេឃងងឹតស្លុបខ្យល់រងាធ្លាក់មកប៉ះកាយវីរៈដែលជាប្តីបានដើរមកដល់មុខផ្ទះទាំងទឹកមុខញញឹមពព្រាយគេសប្បាយចិត្តខ្លាំងណាស់ព្រោះបានទិញខោអាវកូនក្មេងនិងសម្ភារៈសម្រាប់ត្រៀមពេលដែលសុភាឆ្លងទន្លេពេលមកដល់មុខផ្ទះគេឃើញពន្លឺចង្គៀងផ្លុងចេញពីក្នុងផ្ទះហាក់ដូចជាសុភាកំពុងរងចាំគេយ៉ាងអន្ទះសារួចបានហៅឈ្មោះប្រពន្ធតិចពីក្រោមផ្ទះថាសុភាបងមកវិញហើយអូនមើលចោះបងទិញរបស់ផ្ញើកូនច្រើនណាស់អូនសុភាដើរចេញពីស្រមោលងងឹតនៃជញ្ជាំងផ្ទះនាងបានស្លៀកពាក់ឈុតដែលវីរៈចូលចិត្តជាងគេនាងញញឹមដាក់ប្តីស្នាមញញឹមដែលរីករាយប្រកបដោយសុភមង្គលជាមួយសំឡេងដ៏ស្រទន់ថាបងមកវិញហើយខ្ញុំចាំបងយូរណាស់មកបងមកមើលកូនប្រុសរបស់យើងគួរឲ្យស្រឡាញ់ណាស់បងនាងនិយាយទាំងសំឡេងញ័រដោយសារតែរំភើបនិយាយបណ្ដើរនិងចាប់ដៃប្តីឲ្យឡើងមកលើផ្ទះនិងទៅរកកូនរបស់ពួកគេដែលកំពុងដេកក្នុងអង្រឹងវីរៈសប្បាយចិត្តណាស់បានដើរទៅជិតដើម្បីអោបប្រពន្ធដោយក្តីនឹករលឹកនិងនិយាយថាបងសុំទោសដែលបងឲ្យអូននិងកូននៅឆ្លងទន្លេតែម្នាក់ឯងចាប់ពីពេលនេះទៅបងមិនទៅណាចោលអូននិងកូនទៀតទេព្រឹកឡើងបានមកដល់វីរៈបានដើរទៅផ្សារដើម្បីទិញម្ហូបអាហារអ្នកភូមិដែលបានឃើញគាត់គ្រប់គ្នាមានអាការៈហាក់បីដូចជាប្លែកអ្នកខ្លះដើរគេចមុខ
មិនហ៊ានសម្លឹងភ្នែកអ្នកខ្លះទៀតបង្ហាញទឹកមុខអាណិតអាសូរប៉ុន្តែគ្រាន់តែហាមាត់ចង់និយាយក៏ស្រាប់តែឃើញស្រមោលខ្មៅរបស់សូភានៅពីក្រោយខ្នងរបស់វីរៈបានសម្លឹងមករកពួកគេដោយកែភ្នែកគំរាមកំហែងម្នាក់បានត្រឹមតែនិយាយថាវីរៈឯងបានមកវិញហើយឬមើលថែខ្លួនឲ្យបានល្អណាសម្លាញ់រួចក៏ប្រញាប់ដើរចេញទៅបានទុកឲ្យវីរៈនៅឈរឆ្ងល់តែម្នាក់ឯងមិនដឹងថាអ្នកគ្រប់គ្នាខ្លាចវិញ្ញាណប្រពន្ធរបស់ខ្លួនដែលកំពុងតាមការពារមិនឲ្យគេដឹងការពិតនោះទេពីមួយថ្ងៃទៅមួយថ្ងៃពួកគេរស់នៅជាមួយគ្នាយ៉ាងសុខសាន្តវីរៈទៅធ្វើស្រែចម្ការជាធម្មតាចំណែកសុភានៅតែលួចតាមការពារថ្ងៃមួយវីរៈបានទៅស្រែក៏បានជួបមិត្តភក្តិម្នាក់ឈ្មោះកុយដែលរស់នៅក្នុងភូមិជាមួយគ្នាក៏បាននិយាយគ្នាពីនេះពីនោះរួចមិត្តភក្តិម្នាក់នោះបានមើលឆ្វេងមើលស្ដាំគិតថានឹងចង់និយាយប្រាប់រឿងដែលសុភាស្លាប់ស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងហើយក៏លេចចេញរូបរាងសុភាមកនិយាយកាត់ឃើញដូច្នេះកុយបិទមាត់ស្ងាត់ឈឹងញ័រជើងដៃតត្រាត់រីឯវីរៈបានសួរទៅកាន់មិត្តភក្តិរបស់ខ្លួនអាកុយហេតុអីឯងគ្រាន់តែឃើញប្រពន្ធគ្នាហាក់ដូចជាខ្លាចម្លេះចំណែកឯមិត្តភក្តិនោះមិនដឹងឆ្លើយយ៉ាងម៉េចក៏ជ្រុលមាត់ថាប្រហែលមកពីខ្ញុំឃ្លានពេកហើយទើបញ័រដៃដូច្នេះនិយាយដូច្នេះនឹកស្មានថារួចខ្លួនស្រាប់តែវីរៈបានហៅមិត្តភក្តិនោះទៅហូបអីនៅផ្ទះរបស់ខ្លួនឮដូចនោះសុភាបើកភ្នែកធំសម្លឹងទៅកុយរួចនិយាយទាំងសុភាពថាមែនហើយបងកុយតាំងពីប្តីរបស់ខ្ញុំមកពីធ្វើការវិញមិនដែលឃើញបងមកលេងពួកខ្ញុំម្ដងសោះរួចសុភាបានដើរទៅចាប់ដៃមិត្តភក្តិរបស់វីរៈរួចនិយាយថែមទៀតថាតោះបងកុយថ្ងៃហ្នឹងខ្ញុំមានម្ហូបពិសេសទុកជូនបងតែបងកុំនិយាយអីប្តីផ្ដាស់ដោយមិនហ៊ានប្រកែកម្យ៉ាងដៃត្រជាក់របស់ខ្មោចសុភាចាប់ដៃខ្លួនជាប់ក៏ព្រមទៅហូបអីជាមួយវីរៈដើរទាំងញ័រជើងបណ្ដើរគិតបណ្ដើរថាម៉ែឪអើយសូមជួយខ្ញុំផងថ្ងៃនេះមិនដឹងយ៉ាងណាយ៉ាងណីទេនៅថ្ងៃនោះដែរផ្ទៃមេឃមិនមានពន្លឺព្រះអាទិត្យនោះទេហាក់រោគចង់កលភ្លៀងមានខ្យល់បក់មកកាន់តែត្រជាក់ខុសធម្មតាមកដល់ផ្ទះភ្លាមសុភាបានឲ្យប្តីនិងបុរសជាមិត្តភក្តិនោះអង្គុយលេងនិងជួយយល់អង្រឹងកូនរបស់នាងផងដោយសារនាងរវល់ទៅកម្ដៅម្ហូបមិត្តភក្តិនោះក្រឡេកមើលទៅកូនដែលដេកក្នុងអង្រឹងមានតែគ្រោងឆ្អឹងប៉ុណ្ណោះគាត់យំក៏យំមិនចេញចង់រត់ចេញពីផ្ទះនោះតែជើងរបស់គាត់ក៏មិនសហការនោះដែរបើក្រឡេកមើលទៅក្នុងផ្ទះបាយឃើញខ្មោចសុភាកំពុងតែរៀបចំដួសចន្លេនដាក់ចានមាន់ស្ងោរមានដង្កូវវាចេញជាច្រើននិងមានក្លិនជះមកស្អុយឈួលពេញផ្ទះកុយឃើញដូច្នេះបូករួមជាមួយនឹងក្លិនអាសោចកុយបំរុងនឹងក្អួតតែវីរៈបាននិយាយថាអាម៉ាម្ហូបជះក្លិនឈ្ងុយណាស់វើយរួចសុភាបានបន្តពីផ្ទះបាយមកថាឈ្ងុយខ្លាំងអត់បងកុយចាំតិចបានហូបអីលើហើយកុយខំទប់មិនឲ្យបាយក្អួតស្រាប់តែចៃដន្យអីសំឡេងទូរស័ព្ទរបស់កុយបានរោឡើងដោយយកលេសនេះហើយកុយក៏បានប្រាប់ទៅវីរៈថាខ្លួនមានការងារបន្ទាន់ត្រូវដោះស្រាយនិងបានលីវីរៈទៅផ្ទះវិញទោះជាវីរៈខាត់យ៉ាងណាក៏ដោយក៏មិនអាចខាត់កុយបានដែរដោយខាត់មិនបានទើបវីរៈបានប្រាប់ថាស្ដាយណាស់វើយម្ហូបសុទ្ធតែឆ្ងាញ់ទំនងណាស់តែបើសម្លាញ់មានការបន្ទាន់ហើយទៅចោះចាំថ្ងៃក្រោយចាំមកម្ដងទៀតណាសុភាមិនបានខាត់ទេនាងបានដើរទៅក្រោយផ្ទះដើម្បីបេះម្ទេសឃើញដូច្នេះជាឱកាសល្អកុយបានលួចខ្សឹបថាអាម៉ាក់វីរៈបើអាម៉ាក់ចង់ដឹងថាសុភាជាអ្វីឲ្យប្រកាសសូមឯងចំតិតគូតរួចមើលទៅប្រពន្ធឯងទៅដឹងការពិតហើយតែហាមណាកុំប្រាប់ប្រពន្ធឯងថាអញជាអ្នកប្រាប់ឲ្យសោះនិយាយរួចកុយបានលោតចុះពីលើផ្ទះរត់យ៉ាងលឿនដោយមិនងាកក្រោយសោះវីរៈឆ្ងល់នឹងសម្ដីរបស់កុយរួចគិតហើយគិតទៀតថាអាកុយមិនដែលនិយាយលេងសើចទេហេតុអីអានេះឲ្យឯងធ្វើដូច្នេះសាកជឿវាម្ដងទៅពេលដែលវីរៈចំតិតគូតនិងសម្លឹងមើលប្រពន្ធតាមចន្លោះជើងស្រាប់តែគាត់ធ្លាក់ថ្លើមក្ដុតទាំងប្រពន្ធនិងកូនសុទ្ធតែជាខ្មោចចំណែកម្ហូបអាហារប្រែជាមានដង្កូវវីរៈស្រក់ទឹកភ្នែកដាក់គូតអង្គុយចុះខំប្រឹងតាំងអារម្មណ៍រួចជូតទឹកភ្នែកចេញរួចក៏ហូបបាយនឹងម្ហូបនោះទាំងខ្លួនបានដឹងថាម្ហូបនេះជាម្ហូបអ្វីសុភាហូបបាយតែបន្តិចក៏សម្លឹងមុខប្តីទាំងស្រឡាញ់
ឃើញដូច្នេះវីរៈបានសួរទៅប្រពន្ធថាអូនណាម្ដេចអូនហូបបាយតិចម្លេះបងឃើញអូនត្រេកស្លាំងណាស់ខំហូបទៅកូនបៅដាស់ផងប្រយ័ត្នឈឺណាអូនសម្លាញ់សុភាគ្រាន់តែញញឹមស្ងួតរួចឆ្លើយថាអូនញ៉ាំរួចហើយបងអូនគ្រាន់តែចង់មើលមុខបងឲ្យបានយូរតែប៉ុណ្ណោះចុះបើអូនស្លាប់ទៅតើបងនៅស្រឡាញ់អូនឬទេវីរៈសម្លឹងមើលទៅមុខប្រពន្ធទាំងបើកភ្នែកធំធំជាមួយទឹកភ្នែកហូរស្រក់តិចតិចប៉ុន្តែគេព្យាយាមទប់អារម្មណ៍ព្រោះមិនចង់ឲ្យប្រពន្ធដឹងថាគេដឹងការពិតអស់ទៅហើយរួចវីរៈនិយាយឆ្លើយតបទៅវិញថាមួយជីវិតនេះគឺបេះដូងបងមានតែអូននិងកូនទេហើយមិនអូននិយាយអពមង្គលដូច្នេះអូនសម្លាញ់និយាយរួចវីរៈចាប់អោបប្រពន្ធយ៉ាងណែនទោះបីបានឃើញរូបរាងដ៏គួរឲ្យខ្លាចនិងដឹងច្បាស់ថាប្រពន្ធបានលាចាកលោកទៅហើយក្តីក៏វីរៈមិនរត់ចោលនាងដែរគេសម្រេចចិត្តនៅបន្តរស់នៅជាមួយវិញ្ញាណរបស់សុភាធ្វើដូចជាគ្មានរឿងអ្វីកើតឡើងគេសុខចិត្តទ្រាំហិតក្លិនស្អុយរលួយទ្រាំមើលសាច់ដែលប្រែពណ៌របស់នាងព្រោះក្តីអាណិតនិងក្តីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបានប៉ុន្តែរាងកាយវីរៈកាន់តែស្គមស្គាំងទៅប៉ុន្តែរាងកាយរបស់វីរៈកាន់តែស្គមស្គាំងទៅព្រោះតែត្រូវរស់នៅក្បែរដង្ហើមខ្មោចនិងភាពត្រជាក់នៃវិញ្ញាណដែលបឺតជញ្ជក់កម្លាំងធាតុរបស់គេជាមួយនឹងការហូបអាហារដែលមិនមានអនាម័យអ្នកស្រុកអ្នកភូមិអាណិតវីរៈខ្លាំងណាស់ក៏បានទៅក្រាបថ្វាយបង្គំព្រះអង្គដែលនៅលើភ្នំដែលល្បីល្បាញនិងមានបារមីក្រោយស្ដាប់និងយល់សាច់រឿងអស់ហើយព្រះសង្ឃនោះក៏យល់ព្រមនិងសន្យាថានឹងជួយវីរៈនិងសុភាព្រឹកព្រលឹមស្រាងៗថ្ងៃបន្ទាប់ព្រះសង្ឃវ័យចំណាស់ដែលមានបារមីបាននិមន្តមកបិណ្ឌបាតចំពីមុខផ្ទះរបស់ពួកគេទាំងពីរផ្ទះដែលធ្លាប់មើលទៅងងឹតស្លុបបែរជាមានពន្លឺស្រទន់នៃច្បងជីវរភាយមកប៉ះវីរៈបានដើរចេញមកយកចង្ហាន់ដាក់បាតទាំងក្តីអំណរព្រះសង្ឃអង្គនោះបានសូត្រធម៌ឲ្យពរទៅកាន់វីរៈប៉ុន្តែព្រះសង្ឃអង្គនោះមិននិមន្តទៅមុខឡើយព្រះអង្គបានឈប់ឈរសម្លឹងទៅលើផ្ទះរួចមានសង្ឃដីកាដោយមេត្តាថាញោមស្រីអើយចេញមកអាត្មាមកនេះមិនមកធ្វើបាបញោមទេហើយប្តីរបស់ញោមក៏បានដឹងថាញោមបានស្លាប់ហើយក្តីស្រឡាញ់ដែលចងជាប់ដោយក្តីអាឡោះអាល័យវាមិនមែនជាសុភមង្គលពិតប្រាកដទេហើយវាគឺជាចំណងដែលធ្វើឲ្យញោមនិងស្វាមីរងទុក្ខវេទនាទាំងសងខាងព្រះសង្ឃអង្គនោះមានសង្ឃដីកាចប់បានសុទ្ធខ្សឹបរហូតសុភាបង្ហាញខ្លួននិងលុតជង្គង់ចុះក្បែរវីរៈព្រមទាំងដៃសំពះរួចព្រះសង្ឃបន្តសង្ឃដីកាទៀតថាបើញោមនៅតែវិលវល់បែបនេះញោមមិនត្រឹមតែមិនបានទៅកាន់សុគតិភពទេតែញោមកំពុងតែបឺតជញ្ជក់ជីវិតប្តីរបស់ញោមឲ្យឆាប់ស្លាប់តាមញោមដែរបើស្រឡាញ់ប្តីត្រូវដោះលែងគេឲ្យរស់នៅក្នុងលោកដែលគេត្រូវរស់ចោះហើយញោមប្រុសក៏ដូច្នោះដែរក្តីស្រឡាញ់ដែលល្អបំផុតគឺការឧទ្ទិសកុសលឲ្យអ្នកដែលបានចែកឋានទៅមិនមែនជាការខាត់ខាំងវិញ្ញាណរបស់ញោមស្រីឲ្យនៅរងកម្មជាមួយយើងឡើយឮដូច្នេះសុភាក៏ស្រក់ទឹកភ្នែកជោគថ្ពាល់នាងសម្លឹងមើលមុខប្តីដែលស្គមស្គាំងរួចដឹងខ្លួនថាខ្លួនឯងពិតជាអាត្មានិយមពេកហើយនាងលែងចង់ធ្វើឲ្យវីរៈឈឺចាប់ទៀតឡើយសុភាបានសំពះលាព្រះសង្ឃរួចងាកមកកាន់ដៃវីរៈជាលើកចុងក្រោយរូបរាងដ៏គួរឲ្យខ្លាចរបស់នាងក៏ប្រែមកជាស្អាតបាតដូចដើមវិញបងអើយអូនទៅហើយបងត្រូវរស់នៅឲ្យបានល្អណាធ្វើបុណ្យឲ្យអូនផងអូននឹងចាំជាតិក្រោយដើម្បីបានជួបបងម្ដងទៀតវីរៈចាប់អោបប្រពន្ធយ៉ាងណែនរួចនិយាយថាអូនអើយអូននឹងកូនទៅឲ្យបានសុខចោះបងស្រឡាញ់តែអូននឹងមិនយកនារីណាមកជំនួសអូនទេបងនឹងទៅពោះធ្វើបុណ្យឧទ្ទិសកុសលឲ្យអូននិងកូនចាំជាតិក្រោយយើងនឹងបានជួបគ្នាម្ដងទៀតគ្រាន់តែចប់សម្ដីរូបរាងរបស់នាងក៏រលាយបាត់នៅក្នុងផ្សែងអាប់ក្លាយជាពន្លឺតូចៗហោះត្រង់ទៅលើមេឃឯវីរៈអង្គុយយំតែម្នាក់ឯងប៉ុន្តែក្នុងចិត្តរបស់គេមានភាពស្ងប់សុខប្លែកព្រោះគេដឹងថាប្រពន្ធរបស់គេបានទៅកាន់ទីដៅដ៏ល្អហើយបន្ទាប់ពីប្រពន្ធចាកចេញទៅវីរៈបានសម្រេចចិត្តទៅបួសនិងខិតខំរៀនធម៌កាន់វិន័យយ៉ាងខ្ជាប់ខ្ជួនហើយផ្ទះរបស់គេបានក្លាយទៅជាសាលាឆទានភូមិស្រុកក៏ប្រែជាស្ងប់ស្ងាត់លែងមានឮសំឡេងខ្មោចបំពេកូននិងក្មេងយំទៀតហើយ